នៅឆ្នាំ1748ក្រោយពីបានចូលនិវត្តន៍ពីការងារជាថៅកែរោងពុម្ពនិងថៅកែកាសែត Benjamin Franklin ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិកគណៈប្រឹក្សាក្រុង Philadelphia ហើយ3ឆ្នាំក្រោយមកទៀតលោកបានជាប់ឆ្នោតជាសមាជិកសភា Pennsylvania នៅពេលនោះអាមេរិកនៅមិនទាន់ជារដ្ឋឯករាជ្យនៅឡើយនោះទេហើយ Pennsylvania ក៏មិនទាន់ក្លាយទៅជារដ្ឋមួយដដែលគឺគ្រាន់តែជាដែនដីមួយក្នុងចំណោមដែនដីអាណានិគមទាំង13របស់អង់គ្លេសដែនដីអាណានិគមទាំង13ដែលសុទ្ធសឹងតែស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋអំណាចរៀងៗខ្លួនដាច់ដោយឡែកពីគ្នានៅឆ្នាំ1756នៅក្នុងបរិបទនៃចំនួនដណ្ដើមដែនដីគ្នារវាងដែនដីអាណានិគមអង់គ្លេសនិងដែនដីអាណានិគមបារាំងតំណាងមកពីដែនដីអាណានិគមទាំង13របស់អង់គ្លេសបានរៀបចំកិច្ចប្រជុំដ៏ធំមួយដើម្បីជជែកពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រក្នុងការទប់ទល់ជាមួយនឹងបារាំង Benjamin Franklin នៅពេលនោះគឺជាសមាជិកម្នាក់នៅក្នុងចំណោមគណៈប្រតិភូ4នាក់ដែលតំណាងឲ្យដែនដី Pennsylvania Franklin យល់ឃើញថាបញ្ហាចម្បងបំផុតដែលចោទឡើងនៅពេលនោះគឺការខ្វះកិច្ចសហប្រតិបត្តិការគ្នារវាងដែនដីអាណានិគមទាំង13ទើបធ្វើឲ្យពួកគេមានភាពទន់ខ្សោយពិបាកនឹងទប់ទល់ជាមួយបារាំងហើយដូច្នេះហើយបានជាលោកលើកឡើងនូវសំណើមួយគឺបង្រួបបង្រួមដែនដីអាណានិគមទាំង13បង្កើតទៅជាសហភាពមួយដែលមានរដ្ឋាភិបាលកណ្ដាលរួមគ្នាស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីហើយមានសភារួមគ្នាដែលក្នុងនោះដែនដីអាណានិគមនីមួយៗត្រូវមានតំណាងតិចឬច្រើនអាស្រ័យទៅតាមទំហំនៃដែនដីរបស់ខ្លួនក៏ប៉ុន្តែសំណើរបស់ Franklin ត្រូវបានគណៈប្រតិភូមកពីដែនដីអាណានិគមទាំង13ក៏ដូចជាតំណាងរដ្ឋាភិបាលអង់គ្លេសបដិសេធចោលមិនទទួលយកទោះជាយ៉ាងណាអ្វីៗត្រូវប្រែប្រួលនៅក្រោយពេលដែលសង្គ្រាមរវាងអាណានិគមអង់គ្លេសនិងអាណានិគមបារាំងត្រូវបញ្ចប់ហើយចំនួនថ្មីមួយទៀតបានផ្ទុះឡើងគឺចំនួនរវាងដែនដីអាណានិគមអង់គ្លេសទាំង13នៅអាមេរិកនិងរដ្ឋាភិបាលកណ្ដាលនៅក្នុងទីក្រុងឡុងនៅឆ្នាំ1763សង្គ្រាមរវាងបារាំងនិងអង់គ្លេសត្រូវបាត់បញ្ចប់ដោយបារាំងត្រូវទទួលបរាជ័យចំណែកអង់គ្លេសវិញអ្វីត្បិតតែទទួលជាជំនះលើបារាំងក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះអង់គ្លេសក៏ទទួលរងនឹងការខូចខាតដោយសង្គ្រាមយ៉ាងធ្ងន់ធ្ងរផងដែរដែលជាហេតុធ្វើឲ្យអង់គ្លេសស្ទើរតែនឹងត្រូវខ្សែធនប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះចក្រភពអង់គ្លេសក៏បានសម្រេចដំឡើងពន្ធអាករលើប្រជាជនដែលរស់នៅលើទឹកដីអាណានិគមនៅអាមេរិកខាងជើងចក្រភពអង់គ្លេសយល់ឃើញថាប្រជាជននៅដែនដីអាណានិគមនៅអាមេរិកខាងជើងនេះត្រូវតែចូលរួមវិភាគទានច្រើននៅក្នុងវិស័យការពារជាតិអង់គ្លេសពីព្រោះថាពួកគេទទួលបាននូវការការពារពីសំណាក់ទាហានអង់គ្លេសនៅពេលនោះគឺ Benjamin Franklin ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតស៊ូមតិនៅចំពោះមុខសភាអង់គ្លេសនៅក្នុងទីក្រុងឡុងដើម្បីព្យាយាមជួយការពារដែនដីអាណានិគមទាំង13 Franklin បានព្យាយាមពន្យល់សភាអង់គ្លេសថាដែនដីអាណានិគមទាំង13ក៏បានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរនៅក្នុងសង្គ្រាមជាមួយនឹងបារាំងគឺចំណាយទាំងលុយនិងចំណាយទាំងអាយុជីវិតទាហានកាន់តែសំខាន់ជាងនេះទៅទៀត Franklin បានលើកឡើងថាវាគឺជារឿងដែលមិនសមហេតុផលហើយមិនស្របច្បាប់ដែលសភាអង់គ្លេសយកពន្ធទៅលើប្រជាជននៅដែនដីអាណានិគមក្នុងពេលដែលពួកគេគ្មានសិទ្ធិអ្វីទាំងអស់ក្នុងការជ្រើសរើសតំណាងនៅក្នុងសភាអង់គ្លេសដូចជាពលរដ្ឋដទៃទោះជាយ៉ាងណាការព្យាយាមរបស់ Benjamin Franklin ក្នុងការសម្រុះសម្រួលបញ្ចប់ជម្លោះត្រូវទទួលបរាជ័យហើយប្រជាជននៅដែនដីអាណានិគមទាំង13ក៏បាននាំគ្នាងើបឡើងប្រឆាំងនឹងអាញាធរអង់គ្លេសរហូតផ្ទុះទៅជាអំពើហិង្សាហើយបង្កើតទៅជាចលនាបដិវត្តន៍ទាមទារឯករាជ្យពីអង់គ្លេសនៅពេលនោះហើយដែលគម្រោងបង្រួបបង្រួមដែនដីអាណានិគមទាំង13ជាសហភាពតែមួយដែលស្នើឡើងដោយ Franklin ហើយដែលត្រូវបានជាច្រានចោលកាលពីឆ្នាំ1756ត្រូវបានគេកោះកកាយកមកវិញហ
ហើយនៅឆ្នាំ1774តំណាងដែនដីអាណានិគមទាំង13បានបើកកិច្ចប្រជុំមួយនៅ Philadelphia ដែលបានសម្រេចបង្កើតទៅជាសភារួមមួយដែលដាក់ឈ្មោះថា Continental Congress មួយឆ្នាំក្រោយមកទៀតនៅឆ្នាំ1775 Benjamin Franklin ត្រូវបានជាជ្រើសរើសឲ្យធ្វើជាសមាជិកគណៈកម្មាធិការដែលមានសមាជិក5រូបហើយដែលមានតួនាទីជាអ្នកតាក់តែងសេចក្តីប្រកាសឯករាជ្យអាមេរិកផ្ដាច់ចេញពីអាណានិគមអង់គ្លេសសេចក្តីប្រកាសឯករាជ្យនេះត្រូវបានតាក់តែងចប់ហើយត្រូវបានសភាអនុម័តជាផ្លូវការនៅថ្ងៃទី4ខែកក្កដាឆ្នាំ1776ភ្លាមៗនោះចក្រភពអង់គ្លេសមិនសុខចិត្តទទួលស្គាល់ឯករាជ្យរបស់អាមេរិកនោះទេតែផ្ទុយទៅវិញថែមទាំងបានបញ្ជូនកងទ័ពជាច្រើនបន្ថែមទៀតទៅអាមេរិកក្នុងគោលដៅបង្ក្រាបចលនាទាមទារឯករាជ្យគឺនៅក្នុងបរិបទនេះហើយដែល Benjamin Franklin ត្រូវបានសហរដ្ឋអាមេរិកបញ្ជូនឲ្យទៅកាន់ទីក្រុងប៉ារីសដើម្បីធ្វើជាព្រាយសិទ្ធិពិសេសចរចាសុំជំនួយពីបារាំងនៅបារាំង Franklin គឺជាឥស្សរជនដ៏មានប្រជាប្រិយភាពស្រាប់ជាពិសេសដោយសារតែស្នាដៃរបស់លោកនៅក្នុងការរកឃើញទ្រឹស្ដីខាងអគ្គិសនីហើយបូករួមជាមួយនឹងទេពកោសល្យរបស់លោកខាងផ្នែកការទូត Franklin បានបញ្ចុះបញ្ចូលឲ្យបារាំងទទួលស្គាល់ឯករាជ្យរបស់សហរដ្ឋអាមេរិកហើយព្រមទាំងបានចូលខ្លួនជួយអាមេរិកក្នុងការធ្វើសង្គ្រាមទល់នឹងចក្រភពអង់គ្លេសនៅឆ្នាំ1778នៅក្នុងរយៈពេល5ឆ្នាំបន្តមកទៀត Benjamin Franklin បានបន្តស្ថិតនៅក្នុងទីក្រុងប៉ារីសដើម្បីបំពេញបេសកកម្មខាងផ្នែកការទូតតំណាងសហរដ្ឋអាមេរិកហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចរចាលើសន្ធិសញ្ញាក្រុងប៉ារីសនៅឆ្នាំ1783ដែលជាសន្ធិសញ្ញាបញ្ចប់សង្គ្រាមបដិវត្តន៍អាមេរិកហើយដែលចក្រភពអង់គ្លេសសុខចិត្តទទួលស្គាល់ជាផ្លូវការថាសហរដ្ឋអាមេរិកគឺជារដ្ឋឯករាជ្យ Benjamin Franklin បានវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនៅឆ្នាំ1785ហើយបានជាប់ឆ្នោតឡើងកាន់តំណែងជាអភិបាលរដ្ឋ Pennsylvania 2ឆ្នាំក្រោយមកទៀតសហរដ្ឋអាមេរិកបានអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយហើយឈានទៅបង្កើតរដ្ឋាភិបាលសហព័ន្ធមួយឡើងដែលមានលោក George Washington ជាប្រធានាធិបតី Benjamin Franklin វិញមិនមានតំណែងផ្លូវការណាមួយនៅក្នុងរដ្ឋាភិបាលសហព័ន្ធថ្មីនេះទេដោយសារតែពេលនោះលោកមានវ័យចំណាស់ណាស់ទៅហើយចំណែកឯសុខភាពក៏ទ្រុឌទ្រោមខ្លាំងផងដែរក៏ប៉ុន្តែទោះជាយ៉ាងណា Benjamin Franklin ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅអាមេរិកបន្ទាប់ពី George Washington Benjamin Franklin បានធ្លាក់ខ្លួនឈឺធ្ងន់ហើយបាត់មុខពីទីសាធារណៈរហូតដល់ថ្ងៃដែលលោកទទួលមរណភាពនៅក្នុងគេហដ្ឋានរបស់លោកនៅ Philadelphia នៅថ្ងៃទី17ខែមេសាឆ្នាំ1790នៅក្នុងវ័យ84ឆ្នាំ